របៀបធ្វើគុយទាវកាត់ឬក៏គុយទាវមូលងាយមានរសជាតិឈ្ងុយឆ្ងាញ់សម្រាប់ញ៉ាំនៅផ្ទះចាអញ្ចឹងដើម្បីចង់ដឹងអំពីរបៀបធ្វើនិងគ្រឿងផ្សំយើងមានអ្វីខ្លះយើងចូលរួមទស្សនាវីដេអូទាំងអស់គ្នាចាជាដំបូងឡើយសម្រាប់គ្រឿងផ្សំដែលខ្ញុំធ្វើក្នុងថ្ងៃនេះគឺសម្រាប់ញ៉ាំ2នាក់ដោយជាដំបូងឡើយគឺយើងធ្វើទឹកត្រីផ្អែមជាមុនសិនដោយខ្ញុំដាក់ខ្ទឹមរបស់យើងចំនួន3កំពឹសនិងម្ទេសដៃនាងចំនួន2ផ្លែហើយសម្រាប់ខ្ទឹមនិងម្ទេសនេះដែរបងប្អូនអាចធ្វើការបន្ថែមបន្ថយទៅតាមចំណង់ចំណូលចិត្តដោយយើងកិនឬក៏យើងបុកវាឲ្យបានម៉ត់ល្អបែបនេះជាបន្ទាប់មកទៀតគឺខ្ញុំបន្ថែមស្ករត្នោតសម្រាប់ស្ករត្នោតនេះដែរគឺខ្ញុំដាក់វាចំនួន1ស្លាបព្រាបាយកន្លះហើយបន្ទាប់មកទៀតគឺខ្ញុំបន្ថែមទឹករបស់យើងនឹងចំនួន6ស្លាបព្រាបាយហើយបន្ទាប់មកទៀតខ្ញុំដាក់ទឹកក្រូចឆ្មាររបស់យើងចំនួនកន្លះស្លាបព្រាបាយនិងទឹកត្រីចំនួន5ស្លាបព្រាបាយហើយសម្រាប់រសជាតិទឹកត្រីផ្អែមនេះដែរសូមបងប្អូនធ្វើការបន្ថែមបន្ថយរសជាតិទៅតាមចំណង់ចំណូលចិត្តហើយយើងច្របល់វាបានចូលគ្នាសព្វល្អមកយើងទុកវាមួយដលៃសិនជាបន្ទាប់មកទៀតយើងចាប់ផ្ដើមរៀបចំបន្លែសម្រាប់បន្លែដែលខ្ញុំប្រើក្នុងថ្ងៃនេះគឺខ្ញុំមានតសក់របស់យើងចំនួន1ផ្លែធំបើសិនបងប្អូនប្រើតសក់ខ្មែរយើងសូមបងប្អូនប្រើចំនួន2ផ្លែមកជាបន្តមកទៀតយើងកាត់តសក់របស់យើងជា2ហើយយើងហាន់វាជាបន្ទះបច្ឆាបែបនេះមកជាបន្តមកទៀតខ្ញុំមានសាឡាត់ចំនួន1គុំហើយក្រៅពីសាឡាត់នេះដែរបងប្អូនអាចបន្ថែមបន្ថយជីផ្សេងទៅតាមចំណង់ចំណូលចិត្តជាបន្តមកទៀតខ្ញុំមានស្លឹកត្រចៀកកដុររបស់យើងចំនួន2យើងហាន់វាជាសរសៃតូចបែបនេះមកជាបន្ទាប់មកទៀតខ្ញុំមានក្រូចរបស់យើងចំនួន1ចំហៀងក្រូចនេះដែរគឺយើងហាន់វាជាបន្ទះស្ដើងមកបន្ទាប់ពីយើងហាន់ស្លឹកត្រចៀកកដុរហើយនិងក្រូចរបស់យើងរួចរាល់ហើយគឺយើងយកស្លឹកត្រចៀកកដុរនិងក្រូចរបស់យើងទៅកិនឲ្យម៉ត់បើសិនបងប្អូនអត់មានម៉ាស៊ីនកិនដូចខ្ញុំទេបងប្អូនគ្រាន់តែចិញ្ច្រាំក្រូចហើយនិងស្លឹកត្រចៀកកដុររបស់យើងឲ្យបានម៉ត់ល្អបែបនេះមកចាឥឡូវយើងបានកិនស្លឹកត្រចៀកកដុរនិងក្រូចរបស់យើងបានម៉ត់ល្អហើយជាបន្ទាប់មកទៀតខ្ញុំមានស្លឹកខ្ទឹមរបស់យើងចំនួន1គុំហើយយើងហាន់ស្លឹកខ្ទឹមរបស់យើងឲ្យវាតូចល្អិតបែបនេះមកជាបន្ទាប់មកទៀតយើងចាប់ផ្ដើមឆាស្នូលគុយទាវកាត់របស់យើងដោយជាដំបូងឡើយគឺយើងដាក់បំពងខ្ទឹមរបស់យើងឲ្យវាឡើងក្រហមសិនហើយនៅពេលដែលខ្ទឹមរបស់យើងឡើងក្រហមឈ្ងុយល្អហើយជាបន្ទាប់មកទៀតគឺខ្ញុំដាក់សាច់ជ្រូកចិញ្ច្រាំរបស់យើងចំនួន1ខាំបងប្អូនប្រើសាច់ដែលមានជាប់ខ្លាញ់តិចមកទើបវាមានរសជាតិឆ្ងាញ់យើងឆាសាច់របស់យើងចុះឡើងបន្តិចមកនៅពេលដែលសាច់របស់យើងមើលទៅវារាងឆ្អិនបន្តិចហើយជាបន្ទាប់មកទៀតយើងចាប់ផ្ដើមបន្ថែមគ្រឿងដោយខ្ញុំដាក់ស្ករអំពៅចំនួនកន្លះស្លាបព្រាកាហ្វេម្សៅស៊ុបចំនួន1ស្លាបព្រាកាហ្វេប្រេងខ្យងចំនួនកន្លះស្លាបព្រាបាយទឹកស៊ីអ៊ីវចំនួន1ស្លាបព្រាបាយហើយយើងឆាច្របល់វាបានចូលគ្នាសព្វល្អហើយជាបន្ទាប់មកទៀតយើងដាក់ក្រូចនិងស្លឹកត្រចៀកកដុរដែលយើងបានកិនម៉ត់អំបញ្ញមិញហ្នឹងយើងឆាវាមួយសន្ទុះមកនៅពេលដែលស្លឹកត្រចៀកកដុរនិងក្រូចរបស់យើងមើលទៅវាបានឆ្អិនល្អហើយជាបន្ទាប់មកទៀតយើងបិទភ្លើងហើយយើងចាក់ស្លឹកខ្ទឹមចូលយើងឆាត្រឡប់វា2-3ត្រឡប់មកជាការស្រេចជាបន្ទាប់មកទៀតគឺខ្ញុំធ្វើការស្រោសសណ្តែកប្រុសរបស់យើងសម្រាប់សណ្តែកប្រុសដែលខ្ញុំប្រើក្នុងថ្ងៃនេះគឺខ្ញុំប្រើសណ្តែកប្រុសរបស់យើងចំនួន2ខាំដោយយើងដាក់ដាំទឹករបស់យើងឲ្យពុះនៅពេលដែលទឹករបស់យើងបានពុះហើយគឺយើងដាក់ស្ដែកបន្ទោះចូលហើយយើងស្ងោរវារយៈពេល2នាទីចាជាបន្ទាប់មកទៀតយើងចាប់ផ្ដើមលាយម្សៅដោយខ្ញុំដាក់ម្សៅអង្ករខ្សាយរបស់យើងនេះចំនួន70ក្រាមខ្ញុំបន្ថែមអំបិលបន្តិចហើយបន្ទាប់មកខ្ញុំបន្ថែមម្សៅឆាចំនួន2ស្លាបព្រាបាយហើយយើងកូរវាបានចូលគ្នាសព្វល្អហើយជាបន្ទាប់មកទៀតគឺខ្ញុំបន្ថែមទឹកត្រជាក់របស់យើងនឹងចំនួន270មីលីលីត្រយើងច្របល់ឲ្យល្បាយម្សៅនិងទឹករបស់យើងបានរលាយចូលគ្នាសព្វល្អមកជាបន្ទាប់មកទៀតយើងផ្អាប់ម្សៅរបស់យើងទុកចោលរយៈពេលប្រហែលជា1ម៉ោងកន្លះទៅ2ម៉ោងចាប់បន្ទាប់ពីយើងទុកម្សៅរបស់យើងរយៈពេលបែប2ម៉ោងហើយឃើញថាម្សៅរបស់យើងវាធ្លាក់ទៅបាតក្រោមអញ្ចឹងយើងចាក់តែទឹកចោលទេយើងចាក់ទឹកហើយនៅពេលបងប្អូនចាក់ទឹកចោលហ្នឹងសូមបងប្អូនយកខាប់ដែលអាចវាស់កើតមានរង្វាស់គឺយើងរង្វាស់សម្រាប់ទឹកដែលយើងចាក់ចោលប៉ុន្មានគឺយើងត្រូវថែមទឹកថ្មីស្អាតហ្នឹងចំនួនប៉ុណ្ណឹងដូចគ្នានៅពេលដែលយើងចាក់ទឹកនឹងចូលហើយជាបន្ទាប់មកទៀតគឺខ្ញុំបន្ថែមប្រេងឆាចំនួន1ស្លាបព្រាបាយហើយយើងច្របល់ម្សៅរបស់យើងឲ្យវាបានចូលគ្នាសព្វល្អជាមួយប្រេងឆាយើងមកជាបន្ទាប់មកទៀតយើងចាប់ផ្ដើមចាក់គុយទាវកាត់របស់យើងដោយជាដំបូងឡើយគឺយើងដាក់ដាំខ្ទះរបស់យើងឲ្យក្តៅសម្រាប់ខ្ទះនេះដែរសូមបងប្អូនកុំបើកវាឲ្យក្តៅខ្លាំងពេកត្រឹមវាក្តៅល្មមទៅបន្ទាប់មកទៀតយើងចាក់ម្សៅរបស់យើងចំនួន1វែកហើយបន្ទាប់មកយើងកលែងវាដូចយើងចាក់បញ្ឆៅអញ្ចឹងបងប្អូនហើយបន្ទាប់មកទៀតយើងបិទគម្របយើងដាក់ចំអិនវារយៈពេលពី30ទៅ40វិនាទីហើយសម្រាប់ភ្លើងនេះដែរគឺយើងអត់បើកភ្លើងខ្លាំងទេបងប្អូនយើងបើកភ្លើងតិចនៅពេលដែលម្សៅរបស់យើងឡើងសភាពសថ្លាបែបនេះមានន័យថាម្សៅរបស់យើងបានឆ្អិនហើយអញ្ចឹងជាបន្ទាប់មកយើងដាក់ស្នូលហើយសម្រាប់ស្នូលនេះដែរបងប្អូនអាចដាក់តិច
ឬក៏ច្រើនទៅតាមចំណង់ចំណូលចិត្តសម្រាប់ខ្ញុំគឺខ្ញុំដាក់វាប្រហែលជាមួយស្លាបព្រាបាយកន្លះហើយបន្ទាប់មកយើងរមូរបត់កាទៀវរបស់យើងគឺយើងធ្វើវាបែបហ្នឹងបងប្អូនអញ្ចឹងសូមបងប្អូនធ្វើការចាក់បែបហ្នឹងមករហូតដល់យើងអស់ម្សៅនិងអស់ស្នូលរបស់យើងចាឥឡូវយើងបានចាក់គុយទាវកាត់របស់យើងរួចរាល់ហើយសម្រាប់គុយទាវកាត់នេះដែរបើសិនមកបងប្អូនមានប៉ាតេបងប្អូនអាចបន្ថែមជាមួយប៉ាតេគឺធ្វើឲ្យគុយទាវកាត់របស់យើងរឹតតែមានរសជាតិឆ្ងាញ់